វីដេអូនេះសូមផ្ដាំផ្ញើទៅបងប្អូនកូនខ្មែរដែលបំរុងនឹងមករស់នៅប្រទេសជប៉ុនឬក៏បងប្អូនដែលទើបតែមករស់នៅក្នុងប្រទេសជប៉ុនថ្មីអីនឹងអត់ទាន់ដឹងច្បាប់ទម្លាប់អីគេប្រហែលទេដូចអញ្ចឹងនេះឧបមាថាយើងកំពុងដើរហើយក៏លេចឃើញដើមកំពុងវាកើមទៅវាអញ្ចឹងណាហើយយើងមិនដឹងមកពីណាពីណីស្រាប់តែចាប់វាហ្មងដោយសារតែមានចិត្តអាណិតឃើញវាតែឯងនឹងខ្នល់អីចឹងក៏ចាប់យកទៅបលេងឬក៏ចង់យកទៅចិញ្ចឹមអីចឹងទៅតែមិនមកកំគិតតែចង់ចាប់យកទៅធ្វើម្ហូបអីបានហើយក្រែងនឹកឃ្លៀនតាកស្លោកកូនដើរជូនឲ្យក្មេងអីនឹងជាប់ហ្មងព្រោះថាពេលខ្លះការពិតវាមិនដូចការគិតរបស់យើងទេដូចក៏ពិតសត្វដើកនេះឃើញគេចាញ់វាហ្នឹងមិនមែនវាឥតប្រយោជន៍ទេណាគេកំពុងវាហ្វឹកហាត់វាដើរលេងឬក៏វាទៅទិញអីវ៉ាន់របស់គេដែរនោះឃើញជើងមនុស្សហ្នឹងគឺម្ចាស់គេនឹងឯងម្ចាស់គេកំពុងបរៀនហ្វឹកហាត់សត្វចិញ្ចឹមគេដើរលេងឬក៏ទៅផ្សារចឹងទៅហើយចេះស្ដាប់ទៀតណាម្ចាស់គេប្រាប់ថាកុំវាទៅកដាលខ្នល់កូនវាគៀនយ៉ាក់ឡានមកកិនគេក្រលឺម្ចាស់គេប្រាប់ហើយគេខំវាទៅលគៀនដើរគេស្គាល់ឡានគេខ្លាចឡានកិនដែរហើយនេះចូលមកករណីទី2អូលេងទៅករណីចានេះក៏ជាសត្វចិញ្ចឹមរបស់ជនជាតិជប៉ុនដែរបងប្អូននេះនឹងខ្ញុំគ្រាន់តែចង់បង្ហាញទៅបងប្អូនដែលកំពុងតែចង់មករស់នៅក្នុងប្រទេសជប៉ុនហើយនឹងបងប្អូនដែលទៅតែមករស់នៅក្នុងប្រទេសជប៉ុនថ្មីដូចនឹងខ្ញុំបានប្រាប់ពីក្បាលវីដេអូអញ្ចឹងបងប្អូនមិនថាជាមនុស្សឬក៏ជាសត្វចិញ្ចឹមរបស់ជនជាតិជប៉ុនទេបើយើងក៏លេទៅឃើញពួកគាត់ខ្ជូតគួរស្រឡាញ់ហើយយើងចង់ថតយើងអាចសុំអនុញ្ញាតគាត់សុំថតជាមុនសិនបើគាត់អនុញ្ញាតឲ្យយើងថតបានតែបើគាត់ថាអត់ទេអត់ឲ្យថតទេអញ្ចឹងយើងមិនអាចថតទេនេះក្នុងករណីបើសិនជាយើងចង់ប៉ះចង់ស្ទាបសត្វចិញ្ចឹមគេឬក៏ចង់ថតឲ្យចិត្តណាតែបើថាយើងឃើញពីចម្ងាយឬក៏ឃើញគេពីក្រោយយើងអាចលួចថតគេបានហើយបើសួរថាឃើញនឹងខ្ញុំថតសត្វអណ្ដើកហើយនឹងសត្វចិញ្ចឹមគេនេះតើបានសុំអនុញ្ញាតគេមុននៅចានឹងខ្ញុំបានសុំអនុញ្ញាតម្ចាស់គេរួចហើយទៅយើងអាចប៉ះពាល់ហើយនឹងថតច្បាស់ថតចិត្តអញ្ចឹងបានតាមចិត្តរបស់យើងអញ្ចឹងបងប្អូនហើយនៅពេលដែលយើងសុំការអនុញ្ញាតថតពីសត្វចិញ្ចឹមរបស់គេហើយគេអាចថែមទាំងប្រាប់ពីឈ្មោះសត្វចិញ្ចឹមរបស់គេទៀតថាសត្វចិញ្ចឹមរបស់គេឈ្មោះនេះឈ្មោះនោះថែមទាំងគេប្រាប់ពីភេទរបស់សត្វចិញ្ចឹមឲ្យយើងដឹងទៀតហើយអ្វីដែលយើងមិនគួរភ្លេចដែរនោះគឺយើងកុំភ្លេចសរសើរពីសត្វចិញ្ចឹមគេផងថាសត្វចិញ្ចឹមនេះគួរឲ្យស្រឡាញ់ខ្ជូតអីចឹងទៅណាព្រោះម្ចាស់គេចិញ្ចឹមសត្វចិញ្ចឹមគេដោយយកចិត្តទុកដាក់នឹងដោយក្តីស្រឡាញ់គេក៏ចង់ស្ដាប់ពីពាក្យសរសើរពីយើងដែរហើយមួយទៀតដូចជាប្រភេទរុក្ខជាតិនេះមិនមែនជាសត្វចិញ្ចឹមទេតែជាប្រភេទរុក្ខជាតិម្ដងដែលគេបានដាំលម្អមិនថានៅក្នុងសួនសាធារណៈឬក៏នៅតាមដងផ្លូវឃើញវាមានផលចេញផ្លែចេញផ្កាស្អីស្កាស់ពេញដើមប៉ុណ្ណាក៏ដោយក៏យើងគួរតែទប់ចិត្តទប់ដៃកុំបេះបោចផ្ដេសផ្ដាសប្រយ័ត្នគេឃើញហ្នឹងគឺមានបញ្ហាហើយព្រោះគេដាំនេះមិនមែនបានត្រឹមតែបរិយាកាសល្អទេបានទាំងលម្អភ្នែកលម្អអារម្មណ៍ទៀតគិតមើលទៅទាំងយើងទាំងគេទៅណាមកណាគឺចង់ឃើញតែបរិយាកាសល្អណាតែបើថាឃើញផ្លែជ្រុះនឹងក្រោមដើមវិញយើងអាចរើសយកមើលចែកបានទេបងប្អូនអត់អីទេកុំតែយើងទៅបេះបោចបើថាគេឃើញគឺប្រកាសជាមានបញ្ហាជាមិនខានទេព្រោះនៅក្នុងប្រទេសជប៉ុននេះច្បាប់ទម្លាប់និងរបៀបរៀបរយគេប្រកាន់ខ្ជាប់ល្អណាស់ហើយចង់និយាយថាច្បាប់ទម្លាប់នៅប្រទេសជប៉ុនមិនលំទេច្បាប់គឺច្បាប់ចាប់គឺចាប់ហើយកុំភ័យច្បាប់គេអាប់ដេតទៀតមានចេញថ្មីមកជាហោហែជាបន្តបន្ទាប់តែមិនមកកុំឲ្យតែភ្លេចខ្លួនទៅបានណាចាប់បាយ